សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មីស្រុកស្រែគឺការចម្លើយរឿងមួយរឿងចោលដែលមានចំណងជើងថាអ្នកគ្រូពេទ្យជាប់ស្នេហ៍លោកពូសាច់ដុំអញ្ចឹងចង់ដឹងសាច់រឿងបែបណាយើងមកចូលទស្សនាទាំងអស់គ្នាតែមិនទស្សនាសូមបងប្អូនជួយចុច like និង Subscribe ដល់ Channel របស់ Admin ម្នាក់មួយផងណាបើក្បាលសាច់រឿងដំបូងរបស់យើងក៏បង្ហាញថាតួស្រីរបស់យើងគាត់បានរៀបការជាមួយនឹងបរិសុទ្ធចំណាស់ម្នាក់ហ្នឹងតួស្រីអាណិតខ្លួនឯងដែលខ្លួនឯងត្រូវរៀបការដែលថាឪពុកគាត់ណែនាំឲ្យមានគូសកលអាយុ50ឆ្នាំប៉ុន្តែបានមិត្តភ័ក្ដិយោងមិត្តភ័ក្ដិក៏គេប្រាប់ថាឥឡូវនេះតួស្រីមិនរៀបការជាមួយមនុស្សអាយុ50ហ្នឹងទេរៀបការមួយពូរបស់គាត់ទៅពូគាត់អ្នកកាន់ពុទ្ធសាសនាហើយគាត់ហ្នឹងចិត្តល្អឲ្យស្អាតសង្ហាទៀតតួស្រីរបស់យើងក៏គិតគួរណាគិតថាមិត្តភ័ក្ដិក៏អាចតែជ្រុំជ្រែងគាត់បានអញ្ចឹងទៅក៏យល់ព្រមដល់ពេលយល់ព្រមទៅក៏ទទួលបាននៅលុយកាក់ជាច្រើនតែម្ដងប៉ុន្តែប្តីអត់នៅផ្ទះជាមួយគាត់ទេបែកគ្នាឡើងមួយឆ្នាំហើយតួស្រីក៏គាត់បានធ្វើការងារជាគ្រូពេទ្យនេះទៅក៏គាត់ទទួលបានការសម្ភារជាប់ចូលទៅធ្វើការកន្លែងនឹងព្រាមគឺថារយៈពេលវាកន្លងរហូតដល់មួយឆ្នាំតួស្រីរបស់យើងនេះក៏ទទួលបាននៅអ្នកជំនឿជាច្រើនជាប់ឈ្មោះល្បីល្បាញក្នុងនឹងប៉ុន្តែក៏ថាមានអ្នកស្អប់តួស្រីរបស់យើងដូចគ្នាដោយសារអីគឺថានៅប្រទេសចិនគេកាន់ណា gender ស្រីប្រុសគេកាន់គេរៀនបកកាយប្រកាន់ខ្លាំងមែនតើដោយសារគេចង់បានកូនប្រុសមុនតែដល់ពេលទៅគឺថាឪពុកនេះខឹងជាមួយតួស្រីណាដែលតួស្រីរបស់យើងអត់ប្រាប់តាមពិតថាកូនរបស់គេនេះគឺជាកូនស្រីដល់ពេលចឹងចង់សម្លាប់តួស្រីរបស់យើងចោលតែដល់ពេលហើយទៅក៏ពេលនោះតួស្រីរបស់យើងភ័យខ្លាំងពេកដើរថយក្រោយរហូតដល់គាត់ជប៉ុបជើងដួលតួប្រុសរបស់យើងក៏ជិះមុខមកតែម្ដងតែតួប្រុសមកពេលនេះណាគឺបានបកគលនៅមន្ទីរពេទ្យនេះឯងដ៏ធំមួយខ្លាំងមែនតែប៉ុន្តែតួស្រីពេលនេះក៏ដូចជាតួប្រុសគឺគាត់អត់ស្គាល់គ្នានឹងទេគាត់នឹងថាគាត់គឺជាប្តីប្រពន្ធជាមួយគ្នាទេបែកមុខគ្នាយូរហើយក្នុងគណៈពិភាក្សារបស់គេមិនដែលបានមើលមុខគ្នាដែរអញ្ចឹងណាអញ្ចឹងទៅពេលនេះក៏តួស្រីរបស់យើងក៏ទទួលបានស្កាត់ថ្នាក់ថ្នមពីតួប្រុសរបស់យើងហ្នឹងទាំងនឹងគ្រប់គ្នាគេចំណែនខ្លាំងមែនតែដោយសារគេដឹងថាតួប្រុសគឺជាម្ចាស់ទីកន្លែងនឹងឯងហើយគឺជាអ្នកស្នងតកូលនៅកន្លែងឱសថគេធំខ្លាំងមែនតែហ្មងណាអញ្ចឹងតួស្រីពេលនេះក៏ថាបានទៅធ្វើការធ្វើងារអីចឹងទៅក៏ជួបជាមួយតួប្រុសដូចគ្នាដោយសារតួស្រីក៏គេការងារគេល្អជាមួយនឹងនាងស៊ីនយួននេះស៊ីនយួនក៏គេការងារល្អដូចគ្នាតែនាងស៊ីនយួនឯឃើញប្រុសស្អាតប្រុសសង្ហាអ្នកមាននេះគឺចង់ណាចង់នៅចិត្តគេខ្លាំងណាស់ឥឡូវនេះតួប្រុសរបស់យើងណាក៏គាត់ចាត់ចែងនេះចង់មើលបុគ្គលិកឆ្នើមនឹងពីរអ្នកនឹងតែតាំងមួយណាអាចខ្លាយទៅជាមួយការរបស់គាត់បានឥឡូវប្រកួតចោះឡើងក៏ទទួលស្រីរបស់យើងទទួលបានដោយសារអីនាងស៊ីនយួនគាត់អាឡែមខ្លាំងពេកតួប្រុសរបស់យើងគាត់អត់ត្រូវការនឹងទេតែឥឡូវតួស្រីរបស់យើងក៏គាត់បានមកជួបមិត្តភ័ក្តិរបស់គាត់ដែរមិត្តភ័ក្តិរបស់គាត់ក៏ប្រាប់ថាតួប្រុសគឺគាត់មករកតួស្រីហើយតែតួស្រីក៏គាត់នៅអត់ឃើញតួប្រុសហ្មងហើយតួប្រុសវិញគឺខាងខលទៅតួស្រីរបស់យើងខលបុកគ្នាចំតាណាមិត្តភ័ក្តិខលទៅរកតួស្រីទៀតអញ្ចឹងទៅក៏ថាអត់បានជួបគ្នាដដែលអញ្ចឹងណាតែអត់ស្គាល់គ្នាអញ្ចឹងតួស្រីរបស់យើងពេលនេះក៏ថាចាប់ផ្ដើមស្និទ្ធស្នាលជាមួយតួប្រុសរបស់យើងខ្លាំងតួប្រុសក៏គេប្រាប់ថាតួស្រីគាត់ជាមនុស្សស្រីអញ្ចឹងប្រកាសជាយល់ហើយគាត់ចង់ជួបប្រពន្ធរបស់គាត់ជួបនេះតែគាត់នៅតែរៀបចំកាដូបែបម៉េចឲ្យស័ក្តិសមមួយប្រពន្ធរបស់គាត់បានទេឥឡូវនេះក៏ថាតួស្រីជួយរៀបចំមកស្អាតតែម្ដងទាំងឥឡូវតួប្រុសខលទៅរកប្រពន្ធហើយតែប្រពន្ធនេះគឺថាលើកទូរស័ព្ទចំគេទេមកទៀតណាគាត់បាននិយាយគ្នាទៀតតែដល់ពេលហើយទៅតួប្រុសទេជាលើកទី2តួស្រីទៅដល់ក្នុងមន្ទីរពេទ្យព្រាមក៏លើកទៅក៏ឮថាមានសលេងកូនក្មេងនិងមនុស្សប្រុសទៀតតួស្រីរបស់យើងក៏ថាតួប្រុសគាត់យល់ច្រឡំហ្មងណាថាតួស្រីរបស់យើងគឺមានប្រុសមានឈ្មោះអីផ្សេងហើយគឺក្បត់ប្តីរបស់ខ្លួនឯងហើយតួប្រុសរបស់យើងក៏អស់ចិត្តអស់ថ្លើមទៅគឺគាត់អត់ចង់ជួបជាមួយនឹងតួស្រីទៀតទេគាត់គិតថាតួស្រីរបស់យើងគឺមានប្រុសកំណាំទាំងតួស្រីរបស់យើងអត់ដឹងរឿងអីសោះឥឡូវកំពុងរៀបចំផ្ទះរៀបចំអីដើម្បីទទួលតួប្រុសហើយចាំរហូតដល់ថាព្រលឹមឡើងទៅឥឡូវមកចូលធ្វើការងារទៀតទាំងសែនតែម្ដងហ្មងអត់សារតែគាត់រំពឹងចង់មើលថាប្តីរបស់គាត់បែបម៉េចតែឥឡូវនៅតែអត់ជួបឥឡូវដល់ថ្ងៃគេគ្រូពេទ្យគេប្រជុំគ្នាណាចូលធ្វើការវះកាត់ធំហើយតែដល់ពេលតួស្រីរបស់យើងនេះលឺសលេងតួប្រុសរបស់យើងធំខ្លាចណាក៏រៀបអីទៅតែតួប្រុសនេះវិញការពារតួស្រីខ្លាំងមែនតែនហ្មងតែថាអ្នកណាក៏ចំណែនជាមួយតួស្រីដែរដោយសារឃើញតួស្រីរបស់យើងនេះថានៅចិត្តស្និទ្ធស្នាលជាមួយតួប្រុសពេកអញ្ចឹងណាតែពេលនេះក៏តួស្រីរបស់យើងក៏ត្រូវដល់ម៉ោងធ្វើការរបស់គាត់បន្តទៀតអញ្ចឹងទៅក៏ទៅមើលអ្នកជំងឺតែអ្នកជំងឺនេះគឺថា VIP ខ្លាំងមែនតែនទៅដល់ព្រាមប៉ះគ្នាជាមួយតួស្រីរបស់យើងចាប់ឲ្យចង្កេះតួស្រីក៏រត់ផ្ទះតែម្ដងណាតែវាអាំងសម្អាងថាវាគឺមានភាគហ៊ុននៅក្នុងនឹងដែរអញ្ចឹងតែតួប្រុសរបស់យើងគឺគាត់អត់ទុកនឹងទេអ្នកណាតែហ៊ានគំរាមភាគហ៊ុនចេះក៏ដកចេញតែម្ដងឥឡូវមកជួបជាមួយតួស្រីរបស់យើងគឺគាត់ខឹងខ្លាំងមែនទែនហើយមានលោកកូនសិស្សរបស់គាត់ហ្មងដោយសារតួប្រុសណាគាត់ចាត់តួស្រីរបស់យើងជាជំនួយការមែនប៉ុន្តែបរិញ្ញាតួស្រីច្រើនខ្លាំងឥឡូវតួស្រីរបស់យើងនេះក៏តួប្រុសជួយបានសម្រេចទៅគឺតួស្រីរបស់យើងគាត់បានចូលអូហ្វីទៅអរគុណតួប្រុសរបស់យើងមិនតិចដែរតែដល់ពេលអរគុណចោះឡើងតួប្រុសគេអាឡ័យផ្លាស់ក្អាក៏ឃើញ six pack របស់គេនេះក៏លួចសរសើរលាន់មាត់តែម្ដងតែឥឡូវគាត់ថាតួប្រុសរបស់យើងគឺគាត់អត់បាននិយាយអីវិញឆ្ងាយជាមួយតួស្រីទេគ្រាន់ថាគាត់ចង់ឲ្យតួស្រីរបស់យើងនេះទៅហាងមួយទៅដើម្បីគាត់ចង់រើសនៅគ្រឿងអលង្ការជូនទៅដល់ប្រពន្ធរបស់គាត់ទៀតអញ្ចឹងណាដោយសារអីគាត់គិតថាប្រពន្ធរបស់គាត់ថៃជាថ្ងៃមុនគឺគាត់ចូលច្រឡំអីចឹងទៅគាត់គិតថាផ្ដល់ឱកាសប្រពន្ធរបស់គាត់ម្ដងទៀតឥឡូវនេះក៏គាត់សាកល្បងទិញគ្រឿងទិញអីនេះហើយក៏នាំតួស្រីរបស់យើងទៅទិញដែរតួស្រីក៏គេត្រូវកាប់បាត់កោមួយទៅឲ្យប្តីគេដូចគ្នាតួប្រុសពេលនោះក៏ដឹងតែម្ដងថាតួស្រីក៏មានប្តីដែរអញ្ចឹងតួស្រីរបស់យើងនេះក៏ថាមានប្តីមែនប៉ុន្តែសម្លឹងតួប្រុសរបស់យើងមិនព្រិចភ្នែកទេតែតួប្រុសរបស់យើងពេលនេះក៏នៅចាំណាខោទូរស័ព្ទទៅកាន់ប្រពន្ធរបស់គាត់តែឥឡូវនេះតួស្រីរបស់យើង
ក៏បញ្ញាបញ្ញាដែរសុំទូប្រុសរបស់យើងចេញទៅមុនទៅដើម្បីធ្វើការនេះបដូរស្លៀកពាក់របស់គាត់ហ្នឹងរងចាំប្តីដូចគ្នាដោយសារលើថាប្តីថ្ងៃនេះមកផ្ទះអញ្ចឹងណាហើយមិត្តភក្តិក៏គេមិននិយាយប្រាប់ដែរទូស្រីគួរតែធ្វើខ្លួនធ្វើអីទៅតែទូស្រីគេអត់ព្រមទេគេថាចិត្តដល់ម៉ោងហើយខាក់តន់អត់ទាន់ក៏អង្គុយចាំស្វាគមន៍ពូបើគេមកអញ្ចឹងណាតែទូប្រុសរបស់យើងក៏ថាដើរពេលនោះគឺថាបានចិត្តកណ្ដឹងមែនប៉ុន្តែមិនចូលទៅបន្ទប់ទូស្រីរបស់យើងទេបែរជាចូលផ្ទះអ្នកផ្សេងទាំងទូស្រីពេលនេះក៏អខ្លាំងណាតែអត់ឃើញទូប្រុសក៏បិទវិញទៅហើយទូប្រុសក៏បើកទ្វារមកឃើញថាផ្ទះដែលគាត់បានគូទ្វារហ្នឹងគឺមិនមែនផ្ទះទូស្រីទេគឺជាផ្ទះប្តីប្រពន្ធគេនោះទូប្រុសរបស់យើងពេលនោះគាត់ចូលច្រឡំថាប្រពន្ធរបស់គាត់គឺមានទងន់ហើយក៏មានប្តីដូចគ្នាគាត់ចោលគ្រឿងអីទាំងអស់ហ្នឹងទៅគាត់ថាប្តីប្រពន្ធនេះចង់បានបាគេដែរអញ្ចឹងណាក៏ទូស្រីរបស់យើងពេលនោះក៏លឺសលេងក្រោកក្រាក់នឹងអ្នកចិត្តខាងជាមួយគ្នាក៏ទៅសួរគេតែមានឃើញអ្នកណាដេញមកអត់ពួកនោះក៏កុហកហ្មងដោយសារចង់បានលុយគេនេះកបោបគេប្រេមលុយច្រើនណាក៏ហត់ថាមានគេអត់មានគេ100អីចឹងទៅទឹកទូស្រីរបស់យើងពេលនេះក៏ថាអត់បានជួបទូប្រុសរបស់យើងម្ដងទៀតទៅតែមិត្តភក្តិនេះខំជ្រុញទឹកចិត្តទូស្រីកុំឲ្យបោះបង់ចោលប្តីចេញចោលណាដោយសារមើលទៅប្តីរបស់គាត់នោះគឺរវល់ការងារអីចេញចោលទៅតែឥឡូវនេះគឺថាមិត្តភក្តិរបស់គាត់នេះក៏ជួបជាមួយនឹងបងប្អូនចំនួនមួយរបស់ទូប្រុសដែរនិយាយណែនាំទូប្រុសអីចេញចោលណាមួយឥឡូវនេះទូប្រុសរបស់យើងគាត់ថាចិត្តរបស់គាត់នេះគឺចង់លេងលះជាមួយប្រពន្ធខ្លាំងមែនតើដោយសារគាត់ថាទូស្រីរបស់យើងគឺគាត់មានផ្ទៃពោះជាមួយនឹងបរិសអេផ្សេងអញ្ចឹងណាចឹងទៅគាត់ថាបងប្អូនចំនួនមួយរបស់គាត់ចូលមកដល់ office ទៅក៏រៀបចំណាក្នុងការរៀបចំឲ្យបានជួបគ្នាជួបមុខគ្នានៅកន្លែងដេញថ្លៃអីទូប្រុសពេលនោះក៏យកព្រមទៅប៉ុន្តែយកព្រមនេះថាគួរតែរៀបចំការលេងលះភ្លាមហើយតែឥឡូវនេះក៏គាត់ថាឥឡូវចង់ជួបមុខគ្នាម្ដងសិនតែឥឡូវថាទូស្រីរបស់យើងណាគឺគាត់អត់ទាន់បានទទួលដំណឹងថាគេចង់លេងលះជាមួយគាត់ទេមិត្តភក្តិនេះវិញក៏អត់ប្រាប់ទូស្រីដែរដោយសារគាត់អត់ចង់ឲ្យបែកបាក់គ្រួសាររបស់គាត់បានឥឡូវទីដៃទូស្រីរបស់យើងនេះគឺអូសទៅធ្វើខ្លួនតែម្ដងចាប់ធ្វើខ្លួនមកដល់ចង់ដៃចង់ជើងរបស់គាត់នេះគឺមកស្អាតភ្លឹងនឹងឯងឥឡូវមកក៏ដល់ពេលដែលទៅធ្វើជួបជាមួយទូស្រីក៏ចេញមកព្រាមហ្មងណាតែដល់ពេលចេញមកទៅទូប្រុសរបស់យើងបែរជាគាត់អត់គិតថាគឺជាទូស្រីដែលជាប្រពន្ធរបស់គាត់ទេឈ្មោះជាងមួយយ៉ាងនៅលើតុនឹងជាប់ជាមួយទូប្រុសរបស់យើងគឺគាត់អត់ចំណាំថាហេតុអីបានជាកូនសិស្សរបស់គាត់គឺមានឈ្មោះដូចប្រពន្ធរបស់គាត់មិនអត់ខ្វល់ហ្មងណាគាត់គិតថាឈ្មោះប្រហែលជាដូចគ្មានអ្នកណាគ្មានដូចគ្នាអញ្ចឹងណាតែដល់ពេលអញ្ចឹងទៅពេលនេះគឺថាទូស្រីរបស់យើងដើរចូលមកភ្លាមទៅក៏បានជួបជាមួយមិត្តភក្តិចាស់របស់គាត់នឹងអាពេលហ្នឹងឃើញទូស្រីរបស់យើងនិយាយផ្លែផ្កាជាមួយគ្នាហ្មងណានិយាយទៅគឺគាត់ទៀមទាឲ្យទូស្រីរបស់យើងទៅនៅមួយគេអីចឹងទៅដូចម្នាក់ស្រីអ្នកតោងទៀមអាប៉ែហ្នឹងណាពេលម្នាក់ស្រីហ្នឹងឯសារស្រឡាញ់លុយស្រឡាញ់អីក៏នៅតោងគេឥឡូវចង់ឲ្យទូស្រីរបស់យើងដូចគ្នាតែទូស្រីពេលនេះក៏ថាគាត់កពុលមកតែម្ដងក៏ទូប្រុសរបស់យើងក៏បានស្ដែងថាគាត់គឺជាប្តីរបស់ទូស្រីរបស់យើងទាំងទូប្រុសក៏គាត់មានងារធំអញ្ចឹងណាអញ្ចឹងទូស្រីរៀងក្រែងល្អចិត្តដែរតែឥឡូវទូស្រីក៏រកកន្លែងអង្គុយមិនទាន់ឃើញដែរឋានៈរបស់គេត្រឹមជាកូនសិស្សរបស់ទូប្រុសរបស់យើងថាមិនដឹងអង្គុយណាតែឃើញងាកឃើញឈ្មោះយ៉ាងមួយយ៉ាងទៀតក៏ឆ្ងល់ដែរតែឥឡូវគាត់ថាអត់ខ្វល់អីច្រើនទេទូប្រុសក៏ឲ្យអង្គុយជាប់ជាមួយទូស្រីក៏គាត់ថាប្រហែលជាតុកនេះតុកសម្រាប់អ្នកស្រីគូទេអ្នកស្រីគូបើជាប្តីរបស់ខាងទូស្រីរបស់យើងនឹងឯងដល់ពេលអង្គុយទៅក៏ដេញថ្លៃគ្នាចោលឡើងតែទូស្រីរបស់យើងគ្មានបានដេញអីទេក៏ប៉ែកនោះណាតែថ្លៃផ្កាមួយទូស្រីរបស់យើងបាញ់មិញនឹងគាត់ថាគាត់ឃើញទូស្រីរបស់យើងមិនដែលឃើញលើកផ្លាកលើកអីសោះទូប្រុសក៏ហុចផ្លាកឲ្យមួយទូស្រីរបស់យើងលើកមើលដាក់តម្លៃ100មានតែម្ដងម្នាក់ក៏ចាប់ផ្ដើមដេញថ្លៃចោះដេញថ្លៃឡើងរហូតតែទូស្រីប្រុសរបស់យើងណាគឺគាត់ចាប់ផ្ដើមដាក់តម្លៃខ្ពស់ខ្លាំងមែនទែនទាល់តែបានជានឹងមួយវងអញ្ចឹងទូប្រុសពេលនេះក៏ថារវល់ការងារក៏ចូលទៅនិយាយមកផ្លែទៅដោយសារគាត់ថាឥឡូវនេះគឺថាបានឃើញប្រពន្ធរបស់គាត់មកទេខកប្រាប់ទៅកាន់មួយរបស់គាត់ថាត្រូវតែរៀបចំការលេងលះភ្លាមទៅហើយគាត់បានដើរចូលមកវិញទៅដោយសារអីឮសលេងក្រកក្រាក់នឹងគេកំពុងឆ្លោះជាមួយទូស្រីដែលទូស្រីរបស់យើងហ្នឹងគឺគេអត់ឲ្យជានឹងពាក្យហ្នឹងទេតើទូប្រុសរបស់យើងដើរចូលមកបើគេជឿថាគឺជាស្វាមីភរិយាជាមួយគ្នាអញ្ចឹងណាតែឥឡូវនេះគឺថាអប៉ែហ្នឹងក៏ជួបជាមួយបងប្អូនចំនួនមួយបើទូប្រុសរបស់យើងទៀតមកសុំការអង្វរកហើយសុំការអង្វរកឲ្យធ្វើបាបទូប្រុសរបស់យើងទៀតដឹងថាទូប្រុសរបស់យើងក៏ជាអ្នកធំនៅទីហ្នឹងដែរអញ្ចឹងទៅគាត់ថាបងប្អូនចំនួនមួយក៏ដាក់ឲ្យខ្ចាត់ចេញពីហ្នឹងតែម្ដងអញ្ចឹងទៅណាហើយក៏ទូស្រីរបស់យើងឥឡូវនេះក៏ទទួលបានជាតម្លៃថ្លៃខ្លាំងមែនទែនឡើងថាទូស្រីរបស់យើងអត់ហ៊ានទទួលតែដល់ពេលឲ្យទូប្រុសគាត់ថាទោះបីជាទូស្រីមិនទទួលក៏គេយកបោះចោលដែរដោយសារតែប្រពន្ធរបស់គេហ្នឹងគឺគេលេងពេញចិត្តទេគេចង់លេងលះជាមួយទូស្រីរបស់យើងក៏យកព្រមទទួលតែម្ដងហើយក៏ទូប្រុសពេលនោះក៏ខលទៅកាន់ប្រពន្ធរបស់គាត់ហ្នឹងឲ្យគាត់ធ្វើការលេងលះមួយគ្នាទៅតែខាងទូស្រីរបស់យើងនេះក៏ខលបុកអីចឹងម្ដងទៀតក៏អត់បាននិយាយជាមួយគ្នាទៀតអញ្ចឹងក៏យប់ឡើងទៅណាកណ្ដាលត្រៀទៅទូប្រុសក៏គេផឹកស្រាផឹកអីតែអត់មានខលទៅណាទេអត់មានខលទៅប្រពន្ធខ្លួនឯងទេក៏ខលទៅទូស្រីក៏ឆ្ងល់ដែរហើយមិនខលមកគេអញ្ចឹងតែដោយសារគេសាច់ឈាមគេជាគ្រូម្សិលគ្នាទៅក៏ទៅជាមួយគ្នាណាទៅមើលទូប្រុសកើតអីហើយតែបើឃើញជាមួយនឹងបងប្អូនចំនួនមួយនេះហើយក៏ចលើខ្លាំងមែនទែនព្រោះគាត់មិនដែលឃើញទេទូប្រុសរបស់យើងស្និទ្ធស្នាលជាមួយមនុស្សស្រីដល់ពេលឃើញជាមួយទូស្រីរបស់យើងចេះក៏គាត់បានបង្កើតឱកាសឲ្យពួកគេនៅតែពីរនាក់
ឲ្យតួស្រីរបស់យើងជួនទៅដល់ផ្ទះភ្លាមតួស្រីក៏គេធ្វើសុបធ្វើអីឲ្យតួប្រុសញ៉ាំចឹងទៅតែតួប្រុសនេះវិញណាស្រាគ្រប់ខ្លួនផងហើយណាមួយបាក់សម្រស់តួស្រីរបស់យើងស្រើទៀតនេះគាត់នេះចង់ទៅថើបតួស្រីរបស់យើងទាំងតួស្រីពេលនេះគេថាគេមានប្តីគេមិនទាន់លេងវះទេចឹងគាត់ថាគាត់ដើរចេញពីតួប្រុសរបស់យើងរហូតដល់គាត់ទ្រាំដល់ព្រលឹមឡើងទៅក៏តួស្រីគេជូនតួប្រុសទៅញ៉ាំអាហារតែញ៉ាំអាហារកន្លែងថោកអីដែលតួប្រុសរបស់យើងតែបានញ៉ាំបានអីទេតួប្រុសក៏ព្យាយាមសម្របខ្លួនតាមតួស្រីតែម្ដងណាដោយសារតែកន្លែងហ្នឹងដូចជាវក់វាក់ខ្លាំងពេកតែតួប្រុសក៏គេនិយាយថារសជាតិនៅទីហ្នឹងវាអូខេហើយតែមុខស្ងួតតែម្ដងតួស្រីក៏សួរទៀតថាហេតុអីបានតួប្រុសរបស់យើងថ្ងៃនេះមានអារម្មណ៍អត់ល្អអញ្ចឹងក៏តួប្រុសរបស់យើងក៏ប្រាប់ថាគាត់បែកបាក់ជាមួយគ្រួសាររបស់គាត់អញ្ចឹងណាតួស្រីពេលនោះក៏សួរទៅក៏អៀនមាត់ហ្មងទេសារអីវាជាសំណួរ private របស់គេទេហើយតែគាត់សួរក៏តួប្រុសរបស់យើងក៏ថាឥឡូវញ៉ាំហើយទៅក៏នាំតួស្រីរបស់យើងទៅផ្ទះវិញប៉ុន្តែពេលនោះក៏ពាក់ចៃក្បាត់ឲ្យតួស្រីរៀងស្និទ្ធស្នេហ៍ដែរក៏បានជាប់ជាមួយនឹងស៊ីនយួនហើយខំអប៉ោះហ្នឹងគឺថាបង្ហាញព្រឹកឡើងនេះទៅដល់ខាងពេទ្យទាំងអស់គ្នាគឺឃើញចរិតតួស្រីគេថាតួស្រីហ្នឹងគឺឥឡូវមានប្តីមានអីហើយឥឡូវនេះស្រឡាញ់ប្រុសចាស់ប្រុសអីណាថតអោបគ្នាអោបអីនៅក្នុងឡានអនអីនេះដល់ពេលអញ្ចឹងទៅក៏ថាឆ្លោះគ្នាខ្លាំងរហូតដល់តួស្រីរបស់យើងទ្រាំបានក៏ប្រកែកតោកតារហូតដល់ខាងប្រធានគេប្រធានខាងពេទ្យរបស់គេហ្នឹងក៏ជាប្រុសកំណាំរបស់ខាងលីស៊ីយួននឹងគេកាន់ជើងនាងខ្លាំងមែនទែននាងនឹងក៏ប្រើល្បិចកលហ្មងដើម្បីចង់ធ្វើបាបហើយក៏បានបញ្ជាទៅកាន់ប្រធានហ្នឹងថារៀបចំមិនឲ្យតួស្រីរបស់យើងជួបជាមួយអ្នកអតិថិជនណាជាអ្នកសប្បុរសធម៌តែឧបត្ថម្ភនៅពេទ្យហ្នឹងចឹងទៅដល់ពេលអញ្ចឹងទៅតួស្រីរបស់យើងអត់ដឹងធ្វើមិនទេតាមបញ្ជារបស់គេណាមួយខ្លាចគេដេញអញ្ចឹងទៅក៏គាត់ទៅតាមទៅក៏បានឃើញជាមួយអ្នកពេទ្យជើងអ្នកជំងឺហ្នឹងតែម្ដងអញ្ចឹងក៏ឃើញថាពេទ្យហ្នឹងក៏គាត់អញ្ញឹមអញ្ញើដាក់តួស្រីរត់ទៅប៉ះដៃប៉ះជើងតួស្រីទេតួស្រីនេះខំរក្សាគម្លាតខ្លាំងមែនទែនហើយឥឡូវនេះគេថាឥឡូវឲ្យកូនចៅរបស់គេយកទឹកឲ្យតួស្រីរបស់យើងមកកែផឹកទៅហើយក៏លួចដាក់ថ្នាំហ្មងណាតួស្រីក៏ដឹងដែរហើយក៏អប់រំលេបតែម្ដងអប់រំលេបថ្នាំហ្នឹងទេអញ្ចឹងគាត់ថាពេលនេះគេចាប់ផ្ដើមបខំតួស្រីកាន់តែខ្លាំងហើយបខំយកហ្មងតួស្រីរបស់យើងពេលនេះអត់ដឹងមានដៃមានជើងធ្វើមិនអាចជួយខ្លួនឯងបានហើយសារតែបរិបពីរនាក់នៅក្នុងហ្នឹងហ្មងណាក៏ឥឡូវក៏សម្រាប់ចិត្តថាជះទឹកនឹងចោលហើយក៏ព្យាយាមរត់តែឥឡូវរត់អត់រួចទេគ្នាគេច្រើនអញ្ចឹងក៏ថាតួប្រុសរបស់យើងក៏ចូលមកទាន់តែម្ដងទៅដោយសារអីពេលនេះគឺថាតួស្រីរបស់យើងគឺគាត់ទុនដៃទុនជើងអស់ហើយដោយសារភ័យខ្លាចខ្លាំងមែនទែនតួប្រុសពេលនោះគឺថាគាត់បានយកអាប៉ែហ្នឹងបោះចេញឲ្យឆ្ងាយតែម្ដងទៅគាត់បានខ្វល់ទេថាអាប៉ែហ្នឹងគឺគាត់ជាអ្នកសប្បុរសធម៌បណ្ណាជួយទៅដល់ពេទ្យបណ្ណាក៏ដោយទៅគាត់នឹងខ្វល់សំខាន់អត់តាណាគេញញ៉ៃជាមួយនឹងកូនសិស្សរបស់គាត់នឹងកំចាត់ចោលទាំងអស់តែម្ដងឥឡូវនេះដកចេញដូចស្ពៃហ្មងហើយផាត់តាំងទាំងអស់ដែលតួស្រីរបស់យើងក៏បានថតទុកដែលជាអត្តសម្លេងណាអាប៉ែហ្នឹងធ្វើការបៀតបៀនតួស្រីអីខ្លះអីគាត់និយាយឆ្លើយខ្លះណាតែទៅធ្វើអញ្ចឹងនៅកន្លែងពេទ្យនឹងឯងតួស្រីរបស់យើងក៏ចាប់បានតែឥឡូវនេះក៏ថាបានចាត់អាប៉ែហ្នឹងចេញហើយតែតួស្រីពេលនេះក៏អត់ស្រួលខ្លួនខ្លាំងហើយឯសារនៅក្នុងបន្ទប់ហ្នឹងក៏មានផ្សៃមួយទៀតដែរមិនត្រឹមតែថ្នាំទឹកហ្នឹងទេផ្សៃហ្នឹងតួស្រីស្រូបហើយក៏ចាប់ផ្ដើមរោរាតែម្ដងរហូតដល់ទ្រាំបានចង់ចាប់តួប្រុសណាតែតួប្រុសរបស់យើងឯសារតែខ្លួនឯងមានប្រពន្ធមិនទាន់លេខអីហើយទៅក៏បានធ្វើអីតួស្រីទេនាំតួស្រីរបស់យើងទៅដល់ពេលទៅក៏ឲ្យតួស្រីរបស់យើងសម្រាប់លោតដល់ដឹងខ្លួនឡើងទៅក៏តួស្រីរបស់យើងគេសួរតួប្រុសគេមានបានធ្វើអីខុសឆ្គងទៅលើតួប្រុសដែរអត់តែតួប្រុសក៏គេពីប្រុសក៏គេនិយាយតាមនឹងអ្វីដែលជាការពិតតែម្ដងទៅតែតួប្រុសក៏គាត់នៅតែចាត់ការអ្នកដែលធ្វើបាបតួស្រីទាំងអស់ហ្មងណានិយាយទៅក៏គាត់ព្យាយាមស្រាវជ្រាវរកទាំងអស់ឥឡូវនេះគេចាប់ប្រធាននឹងបានសួរចម្លើយហើយក៏ហៅប៉ូលីសមកភ្លាមនឹងឯងវាសារតពតតាំងវាមានទាំងអស់ហើយបែរហ្នឹងមិនដឹងធ្វើខុសតាមពីកាលណាទេឥឡូវនេះគេចាប់ណាទាំងមេខ្លោងពីមុខពីក្រោយមកទាំងអស់ទាំងនាងស៊ីនយន់អីនេះយកមកធ្វើការសុំទោសទៅតួស្រីរបស់យើងហើយចាប់យកចូលគុកទាំងអស់គ្នានឹងឯងតួស្រីពេលនោះក៏ជេរប្រមាណម៉ាត់ហើយក៏ពេលនោះក៏បានអរគុណទៅកាន់មេស្រីរបស់គាត់ម្នាក់ទៀតណាដែលតែងសិទ្ធស្នាជាមួយគ្នាហ្នឹងតែមេស្រីហ្នឹងក៏គាត់ថាតួស្រីរបស់យើងអរគុណទៅគាត់អីដោយសាររឿងរ៉ាវគ្រប់យ៉ាងមិនមែនគាត់ទេមិនគាត់ជាអ្នកធ្វើទេសិតតែតួប្រុសរបស់យើងទាំងអស់ហ្នឹងតែតួស្រីរបស់យើងក៏គាត់អង្គុយញ៉ាំបាយបដាអីបដាទៅគាត់ថាអញញ៉ាំញ៉េមណាសារអីគាត់មិនដឹងស្មានថាតួប្រុសគឺមនុស្សគាត់ក៏ perfect ខ្លាំងមែនតើហ្មងសុភាពបរោះខ្លាំងនោះដល់ឥឡូវញ៉ាំបាយគាត់មើលតួប្រុសរបស់យើងឡើងភ្លឹកហ្មងណាតួប្រុសក៏គេហុចឯកសារអុចអីទៅឲ្យតួស្រីរបស់យើងចាត់ការងារអីបន្តទៀតតែឥឡូវគឺថាតួប្រុសក៏គាត់បានទទួលដំណឹងដែរបងប្អូនចំនួន1របស់គាត់គឺបានត្រឡប់មកវិញហើយកំពុងជីឡានលយឆាយនេះតែគាត់ទៅមកពីក្រៅប្រទេសអញ្ចឹងទៅគាត់ថាជីឡានគ្នាមើលផ្លូវមើលអីទេបុកក្មួយស្រីស្អាតរបស់យើងហ្នឹងក៏ពេលនោះជេរឡើងហុយផ្អោងហ្មងតែដល់ពេលងាកឃើញសម្រស់របស់គេភ្លាមក៏និយាយព្យាយាមកែស្ថានភាពក៏ឃើញថាគឺជាមិត្តភក្តិរបស់បងប្អូនរបស់គាត់អញ្ចឹងណាអញ្ចឹងទៅក៏គាត់ដឹងថាជាប្រពន្ធរបស់តួប្រុសរបស់យើងដូចគ្នាឥឡូវនេះក៏គាត់បានខ្លែងប្រឡំខ្លួនឯងធ្វើជាតួប្រុសរបស់យើងតែម្ដងគាត់ក៏ដឹងថាតួស្រីរបស់យើងគឺអត់ចំណាំមុខប្តីរបស់គាត់ទេកំពុងរងចាំឥឡូវក៏គាត់ធ្វើការយកផ្កាយកអីមកឲ្យតួស្រីរបស់យើងដល់ទីពេលតួប្រុសឃើញហើយក៏មិនដឹងស្មានថាប្តីរបស់គាត់គឺជាបងប្អូនចំនួន1របស់ខាងគាត់នឹងទេឥឡូវគាត់ថាប៉ែហ្នឹងណាគឺគាត់យកតួស្រីរបស់យើងមកជួបជុំជាមួយមិត្តភក្តិរបស់គាត់ទៀតសិតតែវងផឹកវងអីនេះវងលេងឆ្នាំអីហ្មងសម្ដីឆ្លើយជាមួយតួស្រីហើយតួស្រីរបស់យើងពេលនោះគាត់ថា
មិនចោះចំណោទជាមួយគេទេក៏សុំទៅបន្ទប់ទឹកតែម្ដងទៅហើយក៏លូតាមក្រោយណាលូតាមក្រោយហើយក៏ដើរទៅខាងកន្លែងគេផឹកស៊ីវិញទៅក៏លឺពួកគេនិយាយចឹងអាចឯងថាទួស្រីរបស់យើងចេះចោះអីចេះចោះណាចង់ធ្វើស៊ីទួស្រីនេះដឹងទាំងអស់ទួស្រីលឺឲ្យក្តៅក្រហាយខ្លាំងមែនទែនហើយលួចដាក់ថ្នាំឲ្យទួស្រីរបស់យើងទៀតទួស្រីពេលនោះក៏សម្ដែងធ្វើចង់ផឹកទៅតែដល់ពេលហើយទៅក៏ជះលើមុខពួកអានឹងទាំងអស់គ្នាណាក៏ពួកវាក្តៅខ្លាំងមែនទែនតែម្ដងរនឹងចង់ចូលទួស្រីរបស់យើងនេះក៏មកដបនឹងឲ្យបែកក្បាលតែទួប្រុសពេលនោះក៏ដឹងទៅហើមដល់តែម្ដងក៏មកជួយទួស្រីរបស់យើងទាន់ពេលវេលាទួស្រីពេលនោះក៏បានរួចខ្លួនទៅក៏ជូនទួប្រុសរបស់យើងត្រឡប់ទៅផ្ទះទួប្រុសក៏មានរបួសដៃរបួសអីក៏បានធ្វើការបិទរបួសឲ្យក៏និយាយរឿងសាច់រឿងដែលគាត់តាក់ទងជាមួយប្តីរបស់គាត់នឹងប្រាប់ទៅកាន់ទួប្រុសដូចគ្នាហើយឥឡូវក៏ចិត្តរបស់គាត់នេះចង់ដាច់ជាមួយនឹងខាងប្តីរបស់គាត់ខ្លាំងមែនតើអញ្ចឹងណាតែនិយាយស្រាច់ស្រួលទៅក៏ទួស្រីរបស់យើងក៏មកជួបមិត្តភ័ក្តិដើម្បីថាឲ្យប្រកាសបជាជាមួយគ្នាអញ្ចឹងគាត់ចង់ជួបជាមួយប្តីរបស់គាត់ឲ្យផ្ទាល់ភ្នែកនេះតែបើថាឥឡូវនេះគាត់ថានិយាយទៅគឺគាត់អត់ចង់ជួបជាមួយគ្នាទេឥឡូវតែជៀសគ្នាចោះឡើងហ្មងណាទូរស័ព្ទខលទៅចិត្តទៅបុកគ្នាហើយទួប្រុសពេលនេះក៏នៅចាត់ការងារអញ្ចឹងទៅដោយសារតែគេ staff party ក៏គាត់នាំបុគ្គលិករបស់គេដើរលេងទួស្រីនេះវិញក៏យកពេលវេលាឆ្លៀតទៅជួបម្ដាយរបស់គាត់ដែលជាភ្នូសពរបស់គាត់នឹងឯងក៏មកធ្វើការគោរពវិញ្ញាណក្ខន្ធហ្មងណាទួប្រុសពេលនោះក៏មកចូលមកធ្វើការអោបសោកទួស្រីដែរដោយសារតែទួស្រីខ្លាំងទួស្រីនៅតែឯងអីតែឯងហើយជីវិតរបស់គាត់ដូចវេទនាខ្លាំងហ្មងណាទួប្រុសស្ដាប់ហើយឡើងកសត់ចង់ហូរទឹកភ្នែកតាមទួស្រីហើយក៏ពេលនោះក៏ជូនទួស្រីរបស់យើងត្រឡប់ទៅផ្ទះទៅតែតាមផ្លូវនោះគឺល្ងឹតឆឹងហ្មងទាំងថាឡានទួប្រុសរបស់យើងគឺថាបានឆេះអគុយហ្មងណាឥឡូវនេះទួប្រុសរបស់យើងអត់ដឹងថារកអីជីបានទេក៏ដើរជាមួយទួស្រីរបស់យើងរហូតដល់កន្លែងស្ថានភាពមួយហ្នឹងក៏ចូលស្ថានភាពព្រាមក៏ខាងរីសឹបរបស់គេក៏ហុចកាតមួយទៅឲ្យខាងពួកគេទាំងពីរនាក់តែម្ដងទៅតែកាតហ្នឹងមានតែមកបន្ទប់នឹងគាត់ទួប្រុសរបស់យើងគាត់ថាឥឡូវនេះមិនឲ្យទួស្រីរបស់យើងទៅដេកក្រៅផ្លូវទេឥឡូវនេះឲ្យគាត់ចូលបន្ទប់ណាហើយគាត់រៀបចំធ្វើឡានធ្វើអីទៅតែដល់ពេលឡើងទៅដល់បន្ទប់ភ្លាមនេះគេទិញអាហារទិញអីមកញ៉ាំប៉ុន្តែឃើញទួស្រីរបស់យើងស្ទាកកសែងក៏ភ័យខ្លាំងមែនទែនទួស្រីក៏រត់ទៅពាក់អាវភ្លាមតែម្ដងទៅហើយទួប្រុសក៏គេចាត់ចែងងូតទឹកតាមក្រោយឥឡូវងូតទឹករៀងខ្លួនហើយក៏អង្គុយញ៉ាំមីជាមួយគ្នាទាំងទួប្រុសពេលនេះយកចិត្តយកថ្លើមទួស្រីណានិយាយទៅគាត់សភាពបរោះគេទួស្រីរបស់យើងចង់បានអីគេឲ្យនឹងទោះបីជាគាត់មិនចូលចិត្តអីក៏ដោយហើយឥឡូវញ៉ាំអីហើយក៏ដល់ម៉ោងចូលគេងហើយទួប្រុសក៏គេចាត់ចែងឥឡូវគេគេងលើការ៉ូក៏បានហើយទួស្រីរបស់យើងគេងលើពុកអីទៅតែឥឡូវចាត់ចែងចោះឡើងចាត់ចែងមិនទាន់ផងអាឆ្មានេះចូលមកដល់ភ្លាមញ៉ៃផ្លេតហើយពួកគេតែពីរនេះក៏ត្រាក់គ្នាចោះឡើងក៏បានអោបគ្នាបន្តិចតែម្ដងទួស្រីពេលនោះក៏ភ័យពេកហ្មងណានឹកឃើញតែប្តីខ្លួនឯងហ្មងក៏រត់ចេញទៅគេនៅសាឡុងនៅខាងក្រោមនឹងឯងជាមួយព្រីសឹបឥឡូវទួស្រីរបស់យើងក៏ចាត់ចែងអីហើយទៅក៏បានទទួលសារពីទួប្រុសថានឹងធ្វើការរៀងលះជាមួយគ្នាព្រឹកឡើងទួស្រីរបស់យើងចូលធ្វើការព្រាមក៏សូមអញ្ញាតទួប្រុសរបស់យើងជួយការសុំច្បាប់កន្លះថ្ងៃវិសាគាត់នឹងចង់ទៅពិនិត្យផ្ទៃពោះទួស្រីរបស់យើងក៏គាត់កុហកទួប្រុសហ្មងណាហើយទួប្រុសរបស់យើងនេះវិញក៏គាត់បានរៀបចំការលេងលះនឹងដែរណាត់ជួបគ្នាកន្លែងណាក៏ជិះឡានជាមួយបងប្អូនចំនួនមួយរបស់គាត់ទៅដល់ព្រាមទៅងាកទៅឃើញទួស្រីរបស់យើងកំពុងឈរថ្មឹងហ្មងកំពុងខលទូរស័ព្ទមកទួប្រុសរបស់យើងពេលនោះក៏នឹកស្មានមិនដល់ហ្មងគាត់មានអារម្មណ៍ថាដូចធ្លាប់ស្គាល់ទួស្រីយូរហើយដល់ពេលឥឡូវនេះសម្រាប់ចិត្តបើកហើយអាសមុទ្រ12វិពីរបស់គាត់គឺមានរូបថតងាកមកក៏ឃើញទួស្រីចាំងមួយយ៉ាងតែម្ដងទាំងខ្លួនឯងនៅចិត្តជាមួយនឹងប្រពន្ធយូរហើយអត់មានដឹងសោះឥឡូវអត់ដឹងធ្វើមិនទេមានអារម្មណ៍ថាអៀនខ្មាស់ខ្លាំងមែនទែនមិនដឹងថាគូសារភាពបែបណាទៅកាន់ប្រពន្ធថាគាត់គឺជាប្តីរបស់ទួស្រីទេហើយទួស្រីរបស់យើងនេះក៏ខំខលទៅកាន់ទូប្រុសហ្មងណាតែទូប្រុសអត់លើកសោះហ្មងទួស្រីរបស់យើងគាត់ថាងាកទៅក៏ឃើញឡានទូប្រុសរបស់យើងក៏ចំណាំខាងឡានគ្រូរបស់គាត់ទៅរាក់ទាក់មកផ្លែតទៅដល់ពេលហើយទៅទូប្រុសខំលាក់មុខលាក់មាត់ខ្លាំងមែនទែនតែនៅតែទួស្រីរបស់យើងឃើញទៅក៏ចង់និយាយជាមួយគ្នាមួយម៉ាត់ពីរម៉ាត់ទួប្រុសក៏គេថាឥឡូវគេជូនទួស្រីរបស់យើងទៅកន្លែងឲ្យចង់ទៅឥឡូវក៏ទួស្រីរបស់យើងនេះក៏ឡើងឡានឯបងប្អូនចំនួនមួយរបស់គេនេះក៏ចាក់ចេញហ្មងទាំងឈោឯផ្លូវហ្មងគឺថាបងប្អូនរបស់គេក៏ចោលគេណានឹកតែទួស្រីរបស់យើងទៅតែម្នាក់ឯងហើយទួស្រីរបស់យើងឥឡូវនេះគឺអត់ដឹងទេដឹងតែទួប្រុសទេគេដឹងថាជាប្រពន្ធរបស់គេទួស្រីកំពុងអកពលមុខខ្លាំងណាស់ចង់លេងលះមួយគេខ្លាំងណាស់តែដល់ពេលហើយទៅឥឡូវនេះណាក៏អង្គុយអោបសោកហើយមិនដឹងថាធ្វើបែបមិនចិត្តគិតមិនចេញអីទេដោយសារអីគាត់ចង់លេងលះខ្លាំងរហូតដល់ខាងបងមេពេទ្យស្រីរបស់គាត់ណាមេពេទ្យស្រីរបស់គាត់សួរថាទូស្រីកាត់អីគាត់ថាគាត់ចង់លេងលះមួយប្តីតែដល់ពេលហើយទៅក៏ចងមើលណាស្រួលទៅពីងាកទៅក៏ឃើញថារូបហ្នឹងគឺជារូបទូប្រុសភ្ញាក់ផ្អើលខ្លាំងមែនទែនគឺជាម្ចាស់កន្លែងរបស់គាត់នឹងតែម្ដងទូប្រុសពេលនោះក៏ងាកចំជាមួយទូស្រីវាតំណាងគ្នាជាពេលវេលាល្អទូប្រុសក៏គាត់សារភាពថាគាត់បានដឹងពីទូស្រីវិញនឹងឯងចឹងហើយបានគាត់ចង់ឲ្យទូស្រីរបស់យើងត្រូវជាមួយគ្នាចឹងណាឥឡូវនេះក៏ថាពួកគេក៏ស្រស់ស្រួលគ្នាទៅឥឡូវយកចិត្តយកថ្លើមជាមួយគ្នាក៏សម្រាប់ថាគាត់តួគ្នាជាប្តីប្រពន្ធជាមួយគ្នាក៏ធ្វើសកម្មភាពប្រចាំថ្ងៃជាមួយគ្នាណាទៅញ៉ាំកាទៀវញ៉ាំអីជុំគ្នារហូតដល់ពួកគេចាំតែស្វែងយល់ចិត្តគ្នាកាន់តែច្បាស់ទៅក៏ថាតួប្រុសរបស់យើងក៏គាត់ចាប់ផ្ដើមកាន់ដៃតួស្រីសលឹងមុខតួស្រីរបស់យើងរហូតដល់គាត់មិនអាចដកចិត្តពីតួស្រីរបស់យើងអស់មួយជីវិតតែម្ដង